ធ្វើដំណើរមកលេងខេត្តសៀមរាបតែឥឡូវខ្ញុំធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញហើយខ្ញុំបានចូលមករះសាំងកាលតិចហើយទឹកធ្លាក់តុបតែងអត់ដោយខាងរះសាំងកាលតិចណាថតយកសាវរីទេសភាពទឹកធ្លាក់ស្អាតស្អាតនេះទុកជាអនុស្សាវរីយ៍ទៅពេលដែលខ្ញុំបានមកលេងសៀមរាបនេះហើយមានអនុស្សាវរីយ៍ថាខ្ញុំបានថតរូបភាពវីដេអូឲ្យខ្លះទុកនៅទឹកសាវរីយ៍ចាក់មើលតែនេះជាភាពស្អាតណាប្រិយមិត្តទស្សនិកជនឲ្យគាំទ្រហើយបាទខ្ញុំធននិធនណាជុំមើលយកស្អាតហ្នឹងនៅផ្លូវមកសៀមរាបហ្នឹងសៀមរាបហ្នឹងចូលហើយជានៅក្នុងខេត្តពងចាមខ្ញុំទៅស្គាល់ច្បាស់ដែរតែហើយអញ្ចឹងហើយចូលដល់ខេត្តពងចាមរហូតខេត្តពងធំអានេះលយនៅកពតក៏ទឹកស្អាតដែរមានទឹកឈូទឹកអីឆ្នេរសមុទ្រឆ្នេរអីតែអីស្អាតតែនេះខ្ញុំមកលេងខេត្តសៀមរាបទៅលេងអង្គរវត្តមកវិញហើយខ្ញុំបានចូលយកថតវីដេអូដល់ទឹកស្អាតលេងស្អាតខាងនេះទៀតក៏មានដែរទឹកហូរតែដល់ខាងនេះក៏មាននឹងគេរៀបតុបតែងថ្មស្អាតហើយគេដាក់ធ្វើជាទឹកធ្លាក់រមណីយដ្ឋានទឹកធ្លាក់ហ្នឹងលយចាជួយឧបត្ថម្ភថវិកាដល់ជនធនអីឧបត្ថម្ភតាម00531 6 ដើមលេខ4ហ្នឹងកងដុល្លាររបស់ខ្ញុំហើយ00531 6719ហ្នឹងកងលុយខ្មែររបស់ខ្ញុំមកសពរស់ជននៅក្នុងប្រទេសក្រៅប្រទេសអីមានម្ដងចង់ឧបត្ថម្ភឲ្យបាទเพจរបស់ខ្ញុំជំនុនពេញចិត្តเพจរបស់ខ្ញុំជំនុនអីជួយឧបត្ថម្ភតាមរយៈលេខកងដែលខ្ញុំបានបាទព័ត៌មានខាងលើបាននេះរាយរាប់ខាងលើបានមិញហ្នឹងបាទខ្ញុំតាមសប្បាយជាមួយភាពទឹកធ្លាក់ហូរដល់តាមសប្បាយទឹកធ្លាក់ហូរខាងនេះក៏មានខាងនេះក៏មានខាងនេះក៏មានហ្នឹងណាលោកតែនឹកលឹកទៅខ្មែរស្រុកខ្មែរអីបងប្អូនអីនៅក្រៅប្រទេសអីសូមចែកទស្សនារបស់เพจរបស់ខ្ញុំធនបានតែក៏ទៅថតម្ដងឯងមកវិញខ្ញុំថតទៀតទៅសុបាយនៅសាវរីស្អាតកន្លែងគុំនីឋានស្អាតសុបាយហ្នឹងតែខ្ញុំចេញមកចូលឡានថតមកទៅវិញក៏ចូលឡានថតដែរថាមានការឧបត្ថម្ភអីចឹងបានធ្វើឲ្យខ្ញុំឈុនធនហ្នឹងអាចចុះយកបិទយករូបភាពស្អាតចិត្តភាពស្អាតនៅប្រទេសខ្មែរយើងណាបងប្អូនក្រៅប្រទេសក្នុងប្រទេសពេញចិត្តឧបត្ថម្ភតាមទីរបស់ខ្ញុំឈុនធនហ្នឹងសូមអញ្ជើញឧបត្ថម្ភតាមលើកង ADA របស់ខ្ញុំដែលបានផ្សព្វផ្សាយនៅខាងលើហ្នឹងហើយបាទចឹងបាទតែចាំលេងเพจរបស់ឈុនធនតពេលក្រោយទៀតណាបាទចាំមើលเพจឈុនធនតទៀតណាហ្នឹងសិនណា